taធ្វើមិនបានកាត់រឿងអវិជ្ជមានចេញពីក្នុងជីវិតណាមានន័យថាកុំឲ្យការគិតរបស់គាត់នឹងគិតតែពីរឿងអវិជ្ជមានពេកតែគួរធ្វើមិនទៅបងអូខេសំណួរមួយនេះល្អពីមុនគឺជាសំណួរដែលខ្ញុំសួរតែសួរខ្លួនឯងថាតើធ្វើមិនបានខ្ញុំបាត់អារឿងអវិជ្ជមានហ្នឹងតាំងពីអតីតកាលមកខ្ញុំលុបបំបត្តិវាទៅរបៀបណាទៅពីព្រោះរឿងខ្លះវាពិតជាមិនអាចបំភ្លេចបានទេប៉ុន្តែយើងសួរខ្លួនឯងវិញថាខ្ញុំចង់រស់នៅបច្ចុប្បន្នហ្នឹងឬក៏ខ្ញុំចង់បកទៅក្រោយវិញសំណួរហ្នឹងត្រូវសួរខ្លួនឯងថាខ្ញុំបកក្រោយល្អអត់បើបកក្រោយមិនល្អទេហេតុអីបានខ្ញុំត្រូវគិតសំណួរហ្នឹងត្រូវតែសួរខ្លួនឯងមុនហ្មងសំណួរទី1គឺសួរខ្លួនឯងថាខ្ញុំឥឡូវហ្នឹងនៅណាបច្ចុប្បន្នហ្នឹងខ្ញុំជាអ្នកណាខ្ញុំធ្វើអីគេហើយអនាគតខ្ញុំចង់បានអីហើយខ្ញុំរស់ដើម្បីអ្នកណាខ្ញុំធ្វើដើម្បីអ្នកណាតសេ1 2 3 4ជាសំណួរបន្ទាប់មកដាក់ចម្លើយបំពេញចម្លើយនឹងឲ្យពេលដែលបំពេញចម្លើយឃើញហើយយើងចាប់ដាក់អនុវត្តទទួលស្គាល់ថាពិបាកខ្លាំងមែនតើវាអត់ស្រួលទេហើយវាអត់អាចធ្វើបានភ្លាមទេបើអត់ចាប់ផ្ដើមពីលេខ1ទេមិនយើងរកឃើញដល់លេខ10ដល់អញ្ចឹងត្រូវតែចាប់ផ្ដើមពីទី1ទៅទី1ទី2ទី3ចាប់ផ្ដើមវាចាប់ផ្ដើមសិនបើទោះបីជាចាប់ផ្ដើមទៅដោយរដេករដប់រអាក់រអួលមិនល្អមិន perfect ទេតែគ្រាន់បើជាងមិនបានចាប់ផ្ដើមអ្វីទាំងអស់អញ្ចឹងវាមានលទ្ធផលអីទេណាអញ្ចឹងចាប់ដើមធ្វើវាទៅហើយរៀនគិតវិជ្ជមានហ្នឹងមានន័យថាបើទោះបីជាគេកំពុងតែជេរយើងអូខេបំភ្លេចវាចោលដើរទៅមុខទៀតទៅមិននឹកឃើញហ្មងមិនចាំបាច់ទៅរកហេតុផលតាហេតុអីបានគេជេរខ្ញុំអាពាក្យហ្នឹងអញ្ចឹងមកពីមូលហេតុអីមិនរកមូលហេតុហ្មងពីព្រោះបើទោះបីជាយើងរកមូលហេតុឬក៏រកចម្លើយអីឃើញក៏ដោយបើគេគិតអញ្ចឹងហើយយើងកែការគិតគេអត់បានទេណាតែបើរឿងហ្នឹងវាធ្ងន់ធ្ងរខ្លាំងមែនតើវាប៉ះពាល់ដល់ជីវិតយើងវាប៉ះពាល់ដល់ការរកស៊ីរបស់យើងវាពិតជាបើមិនអាចបកស្រាយគឺយើងនឹងធ្លាក់ដុនដាបយើងធ្វើអាហ្នឹងមានន័យថាមិនទៅធ្វើដើម្បីខ្លួនឯងនេះឃើញទេយើងគ្រាន់តែបង្ហាញការពិតដើម្បីឲ្យខ្លួនឯងល្អដើម្បីអនាគតខ្លួនឯងអាហ្នឹងចាំយើងធ្វើតែបើថាវារឿងតិចតួចទេហើយធ្វើឲ្យមកបើដឹងចំណុចខ្សោយរបស់ខ្លួនឯងទៀតថាខ្លួនឯងទទួលរឿងអវិជ្ជមានអត់បានទៀតកុំគិតតែមកវងមានរឿងដែលមិនល្អចូលមកគឺងាយឆាប់បំភ្លេចឬក៏កុំខ្វល់តែម្ដងហើយយើងផ្ដោតទៅលើអាសំណួរដែលយើងសួរហើយផ្ដោតទៅលើអាចម្លើយដែលយើងបានបំពេញហើយយើងចាប់ផ្ដើមអនុវត្តវាអញ្ចឹងទៅបងប្អូនទទួលស្គាល់ថារឿងអ្វីក៏ដោយជាពិសេសអ្នកដែលមានមនោសញ្ចេតនាខ្ពស់ដូចជាខ្ញុំអញ្ចឹងអ្នកដែលសម្បូរមនោសញ្ចេតនាតម្ងសម្បូរនិយាយរួមមនោសញ្ចេតនាហ្នឹងជ្រាលជ្រៅចាអញ្ចឹងវាពិបាកក្នុងការបំភ្លេចបន្តិចរឿងគ្រប់យ៉ាងវាពិតជាពិបាកមែនតែបទពិសោធន៍កន្លងមករបស់ខ្ញុំនៅពេលដែលទុកឲ្យពេលវេលាហ្នឹងបដ ாய் ទៅតាមពេលវេលាឲ្យពេលវេលានឹងព្យាបាលវាពិតជាល្អមែនយឺតពិតមែនប៉ុន្តែវា better ហើយខ្ញុំអាចរួចផុតពីវាបានដោយសារតែគោលដៅសំណួរដែលនាងខ្ញុំបញ្ជាក់មិញហ្នឹងហើយមានចម្លើយហ្នឹងបើអត់មានអាហ្នឹងទេគឺខ្ញុំក៏អត់ដឹងចាប់ដើមពីណាទៅដែរខ្ញុំអត់ដឹងខ្ញុំរកមូលហេតុខ្ញុំរកគ្រប់រឿងខ្ញុំសួរហេតុអ្វីរហូតខ្ញុំសួររហូតខ្ញុំរកកំហុសខ្លួនឯងខ្ញុំបន្ទោសខ្លួនឯងខ្ញុំស្អប់ខ្លួនឯងខ្ញុំដាក់កំហុសគ្រប់យ៉ាង 100% មកលើខ្លួនឯងពីព្រោះមនុស្សធ្លាប់តែល្អដល់ពេលថ្ងៃទៅជាមិនល្អហើយមកថ្កោលទោសយើងក៏ចាប់ដើមគិតមកវិញថាអញធ្វើអីខុសហ្នឹងមិនគេធ្វើអញ្ចឹងវាមិនដែរសុកមនុស្សបាយទៅជាអញ្ចឹងសំណួរជាច្រើនវាបានផុសឡើងនៅក្នុងខ្លួនយើងវាធ្វើឲ្យយើងមិនអស់ចិត្តធ្វើឲ្យយើងគិតធ្វើឲ្យយើងសតិអារម្មណ៍ធ្វើឲ្យយើងគេងមិនបានយើងគិតការគិតរបស់យើងជារួមរុករៀនក្នុងខ្លួនឯងមកមិនអស់ចិត្តអញ្ចឹងណានេះគឺមានតែប៉ុណ្្នេះទេដូចអ្វីដែលនាងខ្ញុំបានជំរាបបងប្អូនអញ្ចឹងបទពិសោធន៍នាងខ្ញុំផ្ទាល់សារពីនាងខ្ញុំទៅគឺដាក់លីសមកហើយដាក់ចម្លើយហើយដៅគោលដៅហើយអនុវត្តអាហ្នឹងទៅចាប់ដើមដាវរដេរដប់គ្រាន់បើជាងមិនបានចាប់ដើមបងប្អូនត្រូវតែមានគោលដៅឧទាហរណ៍អានេះជាក់ស្ដែងបើសិនបើខ្ញុំមិនមានវាខ្ញុំមិនមានសុខភាពល្អខ្ញុំមិនលក់បានលុយក៏ខ្ញុំគ្មានលុយទៅរកស៊ីបង្កើតមុខរបរឬក៏ចិញ្ចឹមគ្រួសារចាហើយតកតងជាមួយនេះបានប៉ុនទៀតអញ្ចឹងខ្ញុំគិតថាធ្វើការជាមួយ Ecorai គឺខ្ញុំល្អច្រើនហើយបើសិនជាបងប្អូនចង់ឲ្យរឿងវិជ្ជមានកើតឡើងនៅក្នុងខ្លួនគឺអានេះទៅបេះដកពពុះអាលៀកពពុះវិទ្យុសកម្មចេញពីក្នុងខួរក្បាលពីសរីរាង្គកាយរបស់យើងហើយបន្ថែមមកវិញនៅពួកវិជ្ជមាននៅក្នុងខ្លួនចាធម្មតានៅពេលដែលគេងឆ្អែតហូបល្អខ្លាញ់ជាតិស្ករអាស៊ីតអ្វីតាំងប្រហែលសមតលគឺអត់លើសអត់ខ្វះបងប្អូននឹងមានអារម្មណ៍ថាអូខេអារម្មណ៍របស់បងប្អូនគឺតាមហ្នឹងហ្មងគឺល្អហ្មងអត់ឆេវឆាវអត់ខឹងខ្លាំងអត់ប្រកាន់ច្រើនដកមនុស្សដែលអវិជ្ជមានចេញពីក្នុងខ្លួនយើងឲ្យច្រើនយើងនឹងទទួលបានរឿងវិជ្ជមានត្រឡប់មកវិញធម្មតាទេក្នុងខ្លួនយើងកំពុងតែអាលៀកកំពុងតែពពួកកម្ដៅទិញខ្លួននៅជាមួយមនុស្សអវិជ្ជមានទៀតអត់នាំយើងទៅរកភាពរុងរឿងអីបានគិតរឿងវិជ្ជមានអីចាញ់ទេណាអញ្ចឹងខ្ញុំ highly recommend តែម្ដងគឺ Ecorai ផលិតផលរបស់ខ្មែរធ្វើដោយកូនខ្មែរធ្វើដោយដៃ founder ជាកូនខ្មែរមនុស្សមានសច្ចៈខន្តីកតញ្ញូដូចជា slogan របស់ Ecorai អញ្ចឹង slogan ប៉ុណ្ណឹងបងប្អូនគួរតែយល់ហើយប្រើ Ecorai យូរទៅក៏មានភាពកតញ្ញូនៅក្នុងខ្លួនតម្រាំតែយើងជាមនុស្សកតញ្ញូស្រាប់ចិត្តទៀត the best ហ្មងបងប្អូនហើយមានភាពកតញ្ញូមិនថាកតញ្ញូចំពោះគ្រួសារឬក៏មនុស្សជុំវិញខ្លួនណាមានភាពកតញ្ញូនៅក្នុងខ្លួននឹងមិនចេះសយត់ទេបងប្អូនណាអញ្ចឹងដើម្បីឲ្យសុខភាពល្អដើម្បីឲ្យការងារយើងទៅមុខដោយរលូនសុខភាពគឺសំខាន់មែនតើអញ្ចឹងដើម្បីសុខភាពល្អខ្ញុំ recommend លើ Ecorai គ្រាន់តែផលិតផលលាបនៅខាងក្រៅមិនញ៉ាំនៅខាងក្នុងទេប៉ុន្តែជួយសម្រួលបងប្អូនយ៉ាងមានប្រសិទ្ធភាពមិនថាស្ថានភាពបែបណាក៏ដោយអាច inbox បានណាអរគុណច្រើនចង់ដឹងពីព័ត៌មាន Ecorai inbox ទាំងអស់គ្នាណាចា